ក្រុមអ្នកវិទ្យាសាស្ត្រប្រមានពីការផ្ទុះភ្នំភ្លើងយក្សនៅក្នុងប្រទេសអ៊ីតាលីអាចធ្វើឲ្យទ្វីបអឺរ៉ុបជួបមហន្តរាយក្រុមអ្នកវិទ្យាសាស្ត្រកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភ្នំភ្លើងយក្សCampi Flegrei នៅក្នុងប្រទេសអ៊ីតាលីដែលមួយរយៈចុងក្រោយនេះបានកម្រើកចេញសកម្មភាពគួរឲ្យកត់សម្គាល់គណៈមានការប្រមានថាវានឹងអាចផ្ទុះនៅក្នុងពេលឆាប់ៗហើយបើផ្ទុះមែនវានឹងបង្កើតជាកម្លាំងដ៏មហិមាអាចធ្វើឲ្យទ្វីបអឺរ៉ុបជួបមហន្តរាយបានបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃទី29 ខែឧសភាថាក្នុងរយៈពេល6ខែចុងក្រោយនេះភ្នំ Campi Flegrei បានបង្កជាការរំជួយតូចជាង3000 លើកខណៈក្នុងខែឧសភានេះនៅតំបន់ Flegrei Field នៅទីនោះត្រូវបានវាយប្រហារដោយរំជួយដីដែលមានកម្រិត 4.4 Richter ដែលជាកម្លាំងខ្លាំងបំផុតមិនធ្លាប់មានសោះនៅក្នុងរយៈពេល40ឆ្នាំកន្លងមកនេះតាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាសកម្មភាពរំជួយដ៏ញឹកបែបនេះអាចរុញសិលាម៉ាក់ម៉ារបស់ភ្នំភ្លើងឡើងមកផ្ទៃខាងលើធ្វើឲ្យស្រទាប់ភ្នំភ្លើងកាន់តែស្ដើងងាយនឹងមានការផ្ទុះជាទីបំផុតមិនត្រឹមតែប៉ុណ្ណឹងអ្នកវិទ្យាសាស្ត្រក៏បានសង្កេតឃើញមានការបាញ់ឧស្ម័នកាបូនឌីអុកស៊ីតចេញពីភ្នំភ្លើងកាន់តែខ្លាំងផងដែរពលគឺមួយថ្ងៃមានកម្រិតរហូតដល់4000 តោនទៅដល់5000 តោនដែលនេះជាសញ្ញាព្រមាននៃហានិភ័យផ្ទុះឡើងយើងទៅតាមការលើកឡើងរបស់លោក Christopher H. Carbon ដែលជាអ្នកជំនាញខាងភ្នំភ្លើងឈានមុខគេនៅវិទ្យាស្ថានជាតិភូកាសាសនិងភ្នំភ្លើងនៅអ៊ីតាលីហៅកាត់ថា IGNV បានឲ្យដឹងថាភ្នំភ្លើងយក្ស Campi Flegrei កំពុងតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់មនុស្សជាង4 លាននាក់ដែលរស់នៅក្នុងតំបន់ទីប្រជុំជននៅទីក្រុង Nápoles ប្រសិនបើភ្នំភ្លើងមួយនេះវាផ្ទុះឡើងមែននោះការខូចខាតអាចនឹងរីករាលដាលធំធេងដូចជាអគារនានាអាចត្រូវបំផ្លាញដោយលំហូរកំអែលពពកផេះនិងឧស្ម័នកម្ដៅដែលផ្លាស់ទីយ៉ាងលឿនបង្កើតទៅជាវិបត្តិអាកាសធាតុប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅក្នុងតំបន់អឺរ៉ុបលើសពីនេះផ្លូវថ្នល់ការផ្គត់ផ្គង់ទឹកស្អាតនិងថាមពលអាចត្រូវកាត់ផ្តាច់ដោយធ្វើឲ្យជីវិតមនុស្សមានគ្រោះថ្នាក់និងធ្លាក់ចូលទៅភាពវឹកវរហើយបានជះឥទ្ធិពលទៅដល់ផ្នែកជាច្រើននៃទ្វីបទាំងមូលសូមជម្រាបផងដែរថាភ្នំភ្លើង Campi Flegrei ផ្ទុះឡើងចុងក្រោយបំផុតនៅឆ្នាំ1538ហើយត្បិតតែវាមិនផ្ទុះញឹកញាប់ក៏ដោយប៉ុន្តែភ្នំភ្លើងនេះបានបង្ហាញសញ្ញានៃស្ថានភាពមិនស្រួលនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះសូមបញ្ជាក់ផងដែរថានៅក្នុងប្រទេសអ៊ីតាលីកាលពីពាក់កណ្ដាលខែមីនាឆ្នាំ2025ក៏បានកាត់ឡើងនៅគ្រោះរំជួយដីបានវាយប្រហារនៅក្នុងទីក្រុង Nápoles នៃប្រទេសអ៊ីតាលីបានធ្វើឲ្យប្រជាជននៅទីនោះមានការភ័យខ្លាចជាខ្លាំងដោយមនុស្សជាច្រើននៅក្នុងនិងជុំវិញទីក្រុង Nápoles នៃប្រទេសអ៊ីតាលីបាននាំគ្នាសម្រាកនៅលើដងផ្លូវនិងនៅក្នុងរថយន្តរបស់ពួកគេអស់រយៈពេលមួយយប់ដោយសារតែគ្រោះរំជួយដីបានអង្រួនអគារនានាបង្កឲ្យមានការបាក់បែកដួលរលំបើតាមអ្នកជំនាញតាមដានរំជួយដីនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថារំជួយដីកាលនោះមានកម្រិត 4.4 Richter បានវាយប្រហារនៅម៉ោង 1.25 នាទីម៉ោងនៅក្នុងប្រទេសនៅជម្រៅរាក់ត្រឹមតែ3 គីឡូម៉ែត្រប៉ុន្តែបើតាមអង្គភាពភូកាសាសអាមេរិកបានឲ្យដឹងថាការរំជួយដីនេះមានកម្រិត 4.2 Richter នៅជម្រៅ10 គីឡូម៉ែត្រប្រជាជនអ៊ីតាលីកាលនោះបាននាំគ្នារត់ចាក់ចេញពីផ្ទះសម្បែងរបស់ពួកគេហើយបានប្រមូលផ្ដុំគ្នាដេកនៅតាមដងផ្លូវនៃទីក្រុង Nápoles ដោយពួកគេខ្លាចមានការរំជួយដីកាន់តែខ្លាំងមានមនុស្សម្នាក់បានរងរបួសខណៈរបាយការណ៍ច្បាស់លាស់ពីការខូចខាតមិនត្រូវបានគេដឹងច្បាស់លាស់នោះទេនៅពេលនោះរំជួយដីកាលនោះបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅផ្នែកខ្លះនៃទីក្រុង Nápolesទីក្រុង Nápoles ស្ថិតនៅលើតំបន់ Flegrei ដែលជាអាងភ្នំភ្លើងដែលធ្វើឲ្យតំបន់នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលីងាយនឹងមានការរំជួយដី